ឆ្នាំ2026ហើយគ្នាយើងឥឡូវនេះគឺសឹងតែថាចូលពាក់កណ្ដាលឆ្នាំ2026ហើយនៅមានគ្នាយើងមួយចំនួនណាគាត់នៅតែបន្តសួរថាបច្ចុប្បន្ននេះគួរប្រើសេវាកម្ម boost បន្តទៀតអត់ឬក៏ត្រូវ boost ខ្លួនឯងបាទមួយចំនួនពីគ្នាយើងខ្ញុំមកដឹងថាអ្នកខ្លះគាត់ខ្ជិលឬក៏យ៉ាងណាទេប៉ុន្តែទៀតពិតនៃការ boost នេះគឺអត់ពិបាកទេគ្រាន់តែអ្នកដែលគាត់លក់សេវាកម្ម boost គាត់គ្រប់គ្រងសេវាកម្ម boost នោះគាត់និយាយឲ្យរឿងនឹងពិបាកអញ្ចឹងយើងគិតថាពិបាកយើងអត់ធ្វើខ្លួនឯងយើងឲ្យគាត់ធ្វើអញ្ចឹងគាត់ឆែកសេវាពីយើងមួយចំនួនពីរចំនួនហើយអ្នកខ្លះទៅយើងខូចដែរខ្ញុំសូមបើកវងកញ្ចក់និយាយបន្តិចដោយសារខ្ញុំជួបភ្ញៀវយ៉ាងច្រើនដែរភ្ញៀវមិនគាត់ល្ងងទេគាត់ចេះដែរប៉ុន្តែពេលខ្លះដោយសារគាត់ខ្ជិលអញ្ចឹងក៏គាត់បកគលឲ្យរឿងហ្នឹងទៅឲ្យអ្នកគ្រប់គ្រងសេវាកម្ម boost ហ្នឹង boost ឲ្យគាត់ទាំងតែជាក់ស្ដែងគាត់ឲ្យចាយមួយថ្ងៃ$30អញ្ចឹងទាំងកាត់ពន្ធទាំងអីវា$33ប៉ុន្តែមានន័យថាអ្នកដែលគាត់គ្រប់គ្រង boost ឲ្យគាត់ហ្នឹងឲ្យគាត់ pay លុយលើសហ្នឹងរហូតដល់ទៅ$40ជាងជួនកាលចូលទៅ$50ទាំងតែទិន្នន័យគាត់មានទិន្នន័យមើលគាត់មានMeta ADS ឆែកមើលខ្លួនឯងអញ្ចឹងអ្នកខ្លះគាត់គោលបំណងរបស់គាត់គឺរលួយតាមរយៈបែបអញ្ចឹងអាហ្នឹងគឺសម្រាប់អ្នកលក់សេវាកម្មដែលគាត់មានភាពខិលខូចបាទប៉ុន្តែយើងអត់និយាយទៅលើអ្នកល្អទឹកដៃល្អទេព្រោះអ្នកខ្លះទៅគឺគាត់ប៊ូសឲ្យភ្ញៀវឃើញថាមានប្រសិទ្ធភាពល្អហើយគាត់ស្មោះត្រង់បាទប៉ុន្តែខ្ញុំជួបប្រមាណដែរដែលគ្នាយើងគាត់ឆាតមកសួរគាត់ឲ្យខ្ញុំឆែកមើលបន្ថែមគាត់ថាតិចគាត់យល់ខុសពីបុគ្គលម្នាក់ហ្នឹងដែលថាខ្លាចគាត់យកលើពីចំនួនដែលប៊ូសបាទទេពិតគាត់បងប្រចាំខែហើយឧទាហរណ៍មួយខែ50-60 ឬក៏$100អញ្ចឹងគាត់បងហើយប៉ុន្តែបិទចិត្តនៅក្នុងការចាយប្រចាំថ្ងៃនេះបាទមួយថ្ងៃប៉ុណ្ណេះអញ្ចឹងណាបាទគាត់ទៅជាឲ្យម្ចាស់គណនី Facebook ហ្នឹងម្ចាស់ page ហ្នឹង pay លុយលើសទៅវិញបាទនេះវាជាបញ្ហាអញ្ចឹងយើងក៏ខ្លាចជួបកន្លែងហ្នឹងមួយដែរភ្ញៀវរាល់ថ្ងៃយើងលក់ដូរគឺយើងពិបាកមែនទេពិបាកចាប់ភ្ញៀវពិបាកលក់ដូរដណ្ដើមមួយគ្នាផលិតផលឬក៏រូបធាតុដើមដែលយើងនាំចូលហ្នឹងគឺឡើងថ្លៃទាំងអស់ប៉ុន្តែជាក់ស្ដែងមួយនាំគ្នាលក់ promotion បញ្ចុះរហូតដល់ឡើងមិនរួចបាទដល់គ្នាមើលតម្រង់ការលក់ដូរបែបបរទេសគេលក់អត់បញ្ចុះតម្លៃទេតែពេលដែលគេបញ្ចុះហើយក៏គេនៅតែឡើងស្មើតម្លៃដើមវិញដែរប៉ុន្តែស្រុកខ្មែរយើងគឺទម្លាប់ខុសគេនៅពេលលក់ដូរបញ្ចុះហើយគឺអត់ឡើងវិញទេដំបូង5-10ក្រោយមក$10រហូតដល់បញ្ចុះភាពចំណេញខ្លួនឯងនឹងលេងឃើញលក់អស់អវ៉ាន់អស់លុយបញ្ចុះច្រើនពេកបាទនៅពេលដែលយើងកាត់កងមួយការប៊ូសចាយវាផ្សេងវាអស់លេងតែម្ដងបាទអញ្ចឹងសួរទៅកាន់គ្នាយើងវិញថានៅពេលដែលយើងជួបផលវិបាកលំបាកលក់ដូរដើមមួយគ្នាបែបហ្នឹងយើងគួរចែកបិទចិត្តមកកញ្ចប់ទៅកាន់អ្នកដែលគ្រប់គ្រងសេវាកម្មប៊ូសនឹងដែរឬក៏អត់បាទបើស្មោះត្រង់ពីខ្ញុំទៅខ្ញុំនៅតែ recommend ឲ្យគ្នាយើងរៀនប៊ូសខ្លួនឯងបច្ចុប្បន្នក៏ដូចជាសប្តាហ៍ថ្ងៃហ្នឹងមានបុគ្គលដែលគាត់ចេះប៊ូសចេះអីនឹងច្រើនដែលគាត់ចែករំលែកអំពីការប៊ូស page បាទហើយធៀបពិតមិនមែនថាការប៊ូស page ចាំបាច់ត្រូវតែមានកុំព្យូទ័រចាំបាច់ត្រូវតែមាន iPad ចាំបាច់ត្រូវតែមាន monitor អីផ្សេងទេគឺប៊ូសលើទូរស័ព្ទដៃអញ្ចឹងទូរស័ព្ទដៃគ្រប់ series គឺប៊ូសបានទាំងអស់មិនថា iPhone ឬក៏ iOS ឬក៏ Android ទេគឺយើងប៊ូសបានទាំងអស់ប៉ុន្តែបើជាការ recommend ពីខ្ញុំទៅទៀតប៊ូសនៅលើ Android ឬគេហៅថាពពួក Oppo Vivo Samsung អីផ្សេងហ្នឹងគឺស្រួលប៊ូសជាងការប៊ូសលើ iOS ពីព្រោះអ្នកនរគ្នាមួយចំនួនអាចនឹងដឹងថាក្រុមហ៊ុន iOS ឬក្រុមហ៊ុន Apple ហ្នឹងគឺមានបញ្ហាជាមួយនឹង Facebook បាទអញ្ចឹងគឺអត់សូវត្រូវគ្នាទេហើយក៏អត់សូវ support គ្នាដែរប៉ុន្តែតម្លៃសម្រាប់Android បើយើងនិយាយទៅលើ Android ប៊ូសលើ page នេះគឺស្រួលបាទស្រួលខ្លាំងហើយអត់សូវមានបញ្ហាទេហើយប៊ូសលើ TikTok ក៏ដូចគ្នាដែរកាត់ពន្ធតិចជាងការប៊ូសលើ iOS ទាំង TikTok ទាំង Facebook អញ្ចឹងពីរគ្រឿងនេះមានបញ្ហាដូចគ្នាអញ្ចឹងទេអ្នកនរគ្នាគួរតែចាយពេលរៀនប៊ូសខ្លួនឯងនៅពេលដែលអ្នកនរគ្នារៀនប៊ូសចេះមើលរបៀបនៃការប៊ូសចេះអំពីមើល result នៃប៊ូសហើយយើងចេះថ្លឹងថ្លែងមកថាការចាយលុយប៉ុណ្ណឹងទួលភ្ញៀវបានប្រមាណលក់ដូរបានប្រមាណកាត់កងចំណេញឬក៏ខាត់នៅពេលអ្នកនរគ្នាថ្លឹងថ្លែងឃើញអ្នកគ្នាអាចប៊ូសខ្លួនឯងបានហើយបាទអញ្ចឹងធៀបពិតទៅការប៊ូសក៏អត់ពិបាកទេហើយវីដេអូប៊ូសហ្នឹងទាំងផ្លូវមុខផ្លូវក្រោយលើកុំព្យូទ័រទូរស័ព្ទដៃគឺខ្ញុំបានបង្ហាញរួចរាល់ហើយសួរថាចុះវីដេអូខ្ញុំបង្ហាញ 3-4 ឆ្នាំមុនមិនដែរដូចតែគ្នាទេអត់មានអីជាការអាប់ដេតអីច្រើនទេវាអាប់ដេតតែបន្តិចតួចទេប៉ុន្តែណាស់តែពេលខ្លះយើងខ្ជិល
ហើយខ្ញុំនៅតែឆ្ងល់ដែរគេអ្នកខ្លះគាត់ថាគាត់ប៊ូសជួបខ្មោចខ្ញុំអត់ដែលជួបខ្ញុំអត់ដឹងថាម៉េចប៊ូសតាមផ្លូវណាក៏មិនដែលជួបឃើញថាប៊ូសទៅមានមនុស្សពិតប្រកបឆាតមកអត់ឃើញថាអូហាយចោលអីទៅទេអីអត់ទេយ៉ាងហោចណាស់ក៏បាននិយាយគ្នាប្រហែលគាត់មានតម្រូវការខ្លាំងអាហ្នឹងគាត់ទិញហើយបើគាត់ស្ទើរតម្រូវការអាចគាត់មិនទិញឬក៏គាត់ខុសតម្លៃយើងលក់រៀងថ្លៃជាងគេអីចឹងទៅបាទអញ្ចឹងពីខ្ញុំគឺអញ្ចឹងហើយជារួមមកវិញលើកទឹកចិត្តឲ្យបងប្អូនបងបាទបងប្អូនដែលជាក្មួយរៀនចាប់ផ្ដើមប៊ូសខ្លួនឯងទៅបាទទៀតពិតការប៊ូសពេកយើងចាយតិចចាប់ពី$1ទៅក៏បានដែរបាទពី$3ក្នុងមួយថ្ងៃចឹងមួយចំនួនគាត់អត់ដឹងថាតិចចាយលុយប៊ូសហ្នឹងត្រូវការចាយច្រើនត្រូវការទុនច្រើនមួយថ្ងៃ50-60រៀលអត់ទេយើង start ពីតូចទៅបើនិយាយទៅលើ Facebook page ពី$1ឡើងបាទបើយើងប៊ូសឥឡូវតាមទូរស័ព្ទខ្លះតោះតែ$3ឡើងមិនប៊ូសបានអញ្ចឹងព្រោះបច្ចុប្បន្ននេះគឺវាអាចនិយាយថាពីមុនត្រឹម$1ទេតែឥឡូវអាចទូរស័ព្ទខ្លះតោះតែ$3បានប៊ូសកើតបានគេប្រមឲ្យប៊ូសហើយបើនៅលើ TikTok វិញគឺងាយមែនតើអ្នកគ្នាអាចចាយលុយត្រឹមតែ$2000លុយខ្មែរក៏អាចធ្វើការផ្សព្វផ្សាយរូបភាពក៏ដូចជាវីដេអូផលិតផលរបស់អ្នកគ្នានៅលើបណ្ដាញសង្គម TikTok បានដែរបាទអញ្ចឹងទាំង TikTok ទាំង Facebook បើអាចទេយើងយកអាកញ្ចប់ដែលយើងត្រូវចាយជួលអ្នកលក់សេវាកម្មគ្រប់គ្រងប៊ូសហ្នឹងមករៀនប៊ូសខ្លួនឯងវិញមួយរយៈពេលយ៉ាងច្រើនសិក្សាត្រឹម2អាទិត្យ3អាទិត្យគឺចេះហើយបើយើងរៀនស្វែងយល់តិចទៅគឺអត់ពិបាកទេព្រោះដូចខ្ញុំខ្លួនឯងបាទរាល់ថ្ងៃបើយើងនិយាយពីការប៊ូសជាក់ស្ដែងប៊ូសតែ2នាទី3នាទីគឺរួចរាល់ហើយអញ្ចឹងយើងប៊ូសចុចតែម្ដងមានទីជម្រើសចុចម្ដងយើងកំណត់ជាតិថ្ងៃបានចង់ប៊ូស3 4 5ថ្ងៃក៏បានចុចម្ដងដើរមកជីវិតឲ្យតែយើងផេលុយឲ្យ Facebook page បាទឲ្យតែយើងមានដាក់លុយក្នុងកង់ហ្នឹងឲ្យវាកាត់អូតូអញ្ចឹងមិនចាំបាច់មើលអីទេមិនចាំបាច់ខ្វល់ខ្វាយរឿងអីទេចាំតែទទួលភ្ញៀវចាំតែបិទភ្ញៀវចាំតែនិយាយមួយភ្ញៀវបិទការលក់ទៅគឺអូខេហើយអត់មានចាំបាច់ពាក់ព័ន្ធអីផ្សេងទេបាទអញ្ចឹងវាងាយស្រួលអញ្ចឹងខណៈពេលដែលយើងចាយពេលចុច select ទៅលើការប៊ូសហ្នឹងចំណាយពេលប្រហែលជាថាយូរ3នាទីទៅ5នាទីចុះអញ្ចឹងដើរមកជីវិតបាទដើរទៅរហូតឲ្យតែយើងដាក់លុយឲ្យអញ្ចឹងអានេះវាមានប៊ូស daily ហើយនឹងប៊ូស live time បាទអញ្ចឹងពីខ្ញុំទៅគឺខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ពុកម៉ែបងប្អូនបាទដែលមានបញ្ហាមានចម្ងល់អីទាក់ទងជាមួយនឹងការប៊ូសគឺអាច comment សួរនាំខ្ញុំបានតាមរយៈវីដេអូនេះ